តែអ្នកធ្លាប់គិតទេថាក្រុមការងារល្អៗមិនខ្លាចក្នុងការទទួលកំហុសនាងខ្ញុំអេងផាលីជាប្រធានផ្នែកគាំទ្រអតិថិជននៃក្រុមហ៊ុនពេទ្យយើងក្នុងការគាំទ្រអតិថិជនជារៀងរាល់ថ្ងៃក្រុមការងារតែងតែជួបបញ្ហាសំណួរក៏ដូចជាសំណើថ្មីពីមន្ទីរពេទ្យហើយពេលខ្លះទៀតគឺការយល់ច្រឡំពីការប្រើប្រាស់ប្រព័ន្ធហើយការស្នើសុំនៅមុខងារថ្មីពីខាងមន្ទីរពេទ្យហើយមានចំណុចខ្លះទៀតគឺជាចំណុចដែលយើងមិនធ្លាប់គិតពីមុនពេទ្យយើងជាវេទិកាសុខាភិបាល Digital រួមតែមួយបង្កើតដោយកម្ពុជាដើម្បីកម្ពុជាភ្ជាប់ជាមួយនឹងមន្ទីរពេទ្យគ្រូពេទ្យនិងប្រជាពលរដ្ឋដើម្បីអនាគតសុខភាពប្រជាជនកម្ពុជាកាលពីដំបូងនាងខ្ញុំធ្លាប់គិតថាកំហុសគឺជារឿងដែលត្រូវជៀសវាងប៉ុន្តែបន្ទាប់ពីបានធ្វើការជាមួយមន្ទីរពេទ្យក៏ដូចជា clinic ជាច្រើនមកខ្ញុំបានរៀនសូត្រថាកំហុសមិនមែនជាចុងបញ្ចប់ទេប៉ុន្តែវាជាឱកាសដើម្បីរៀននិងអភិវឌ្ឍនៅពេលដែលមានបញ្ហាកើតឡើងក្រុមការងាររបស់យើងមិនស្វែងរកអ្នកដែលត្រូវស្ដីបន្ទោសនោះទេយើងត្រូវសួរខ្លួនឯងថាតើបញ្ហានេះកើតឡើងដោយសារអ្វីតើយើងអាចកែលម្អដំណើរការបានយ៉ាងដូចម្តេចហើយថាតើអាចការពារមិនឲ្យវាកើតឡើងម្ដងទៀតបានដោយរបៀបណារាល់បញ្ហាដែលយើងដោះស្រាយបានคล้ายទៅជាមេរៀនសម្រាប់ក្រុមការងារទាំងមូលហើយរាល់មតិយោបល់ពីអតិថិជនคล้ายទៅជាគំនិតសម្រាប់ការអភិវឌ្ឍរបស់ប្រព័ន្ធហើយរាល់ការកែលម្អទូចៗទាំងនេះបានធ្វើឲ្យពេទ្យយើងកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃក្នុងវិស័យសុខាភិបាលភាពត្រឹមត្រូវនិងការរៀនបន្តគឺមានសារៈសំខាន់ដូច្នេះហើយកំហុសមួយមិនគួរត្រូវបានលាក់បាំងទេវាគួរត្រូវបានសិក្សាចែករំលែកនិងយកទៅកែលម្អដើម្បីឲ្យការងារទៅថ្ងៃស្អែកកាន់តែល្អជាងថ្ងៃនេះសម្រាប់ខ្ញុំភាពជោគជ័យមិនមែនមានន័យថាមិនដែលមានកំហុសនោះទេភាពជោគជ័យពិតប្រាកដគឺការរៀនពីកំហុសនិងការកែលម្អជាបន្តបន្ទាប់ហើយមិនឈប់អភិវឌ្ឍខ្លួនសូមអរគុណដល់អតិថិជនទាំងអស់ដែលតែងតែផ្ដល់មតិយោបល់ទំនុកចិត្តនិងធ្វើដំណើរជាមួយនឹងក្រុមការងារពេទ្យយើងរាល់មតិយោបល់របស់លោកអ្នកគឺជាកម្លាំងជំរុញឲ្យយើងបន្តសេវាកម្មនិងអភិវឌ្ឍប្រព័ន្ធឲ្យកាន់តែល្អប្រសើរនាងខ្ញុំអេងផាលីសូមអរគុណជួបគ្នានៅវីដេអូបន្ទាប់